បាទគោរពជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះថ្ងៃសៅរ៍ទី10ខែមករាឆ្នាំ2026បន្តពីវីដេអូពីការបោះទូករបស់អ្នកនាវត្តនៅខេត្តឃ្លាំងថ្ងៃនេះខ្ញុំក៏បានមកវត្តទំពក់សក់វត្តទំពក់សក់មានអស័យដ្ឋានចាស់គឺនៅស្រុកមួយតូខេត្តឃ្លាំងប៉ុន្តែអស័យដ្ឋានថ្មីគឺទីក្រុងកាច់ធើព្រែកនិស័យបាទនេះជាខ្លងទ្វែខាងស្ដាំវត្តទំពក់សក់ឆ្នាំនេះវត្តទំពក់សក់នឹងបោះទូកថ្មីប្រភេទទូកឡើងកដាតើកដាទូកក៏បានយកមកហើយឬនៅសូមប្រិមត្តទស្សនាដូចតទៅបាទនេះជាកន្លែងខ្លងទ្វែផ្លូវខ្លងទ្វែធំហ្នឹងនោះខ្ញុំចូលយន្តខ្លងទ្វែខាងស្ដាំដៃបាទនេះជាផ្លូវចូលខាងខ្លងទ្វែខាងស្ដាំបាទនេះជាឈើគួគីនឹងគួគីស្រុកក៏បានយកមកវត្តហើយបាននេះខាងគាត់ណាឃើញថាខាងគាត់ក៏ស្អាតដែរគួគីនេះគឺជាគួគីស្រុកបានចែវនៅស្រុកសាច់នៅសាងអីស្រុកសាច់គួគីនេះប្រភេទគួគីស្រុកហ្នឹងឃើញថាសាច់លលងស្អាតបាទឆ្នាំនេះទូកទំពក់សក់នឹងបោះទូកថ្មី100%បាទនៅឆ្នាំ2026នេះមានច្រើនវត្តបោះថ្មីប្រភេទទូកលុងឬទូកឡើងកដាគ្មានប្រើដងសន្ទូចវត្តទំពក់សក់នឹងបោះទូកឡើងកដាគ្មានប្រើដងសន្ទូចយើងក៏ដឹងថាទូកទំពក់សក់គឺជាទូកល្បីនៅខេត្តឃ្លាំងចាស់បានលេខ1ក្នុងពិធីអុំទូកនៅកម្ពុជាមាន3ប្រទេសគឺប្រទេសវៀតណាមប្រទេសកម្ពុជានិងប្រទេសឡាវឆ្នាំ2024វត្តទំពក់សក់ក៏បានបោះទូកថ្មីដែរប៉ុន្តែល្បឿនមិនសូវបានល្អនៅឆ្នាំ2025ហាក់ដូច្នេះហើយគណៈកម្មការវត្តក៏បានស្រោះស្រួលរួមមតិគ្នាបោះទូកថ្មីទូកឡើងកដាគ្មានប្រើដងសន្ទូចជាងបោះទូកឆ្នាំនេះគឺជាងលីមកពីខេត្តកំពង់ធំប្រទេសកម្ពុជានេះខាងកន់ឈើខាងកន់ដើម្បីធ្វើកង់នៅឆ្នាំ2026មានច្រើនវត្តបោះទូកថ្មីដូចទូកវត្តទំពក់សក់ទូកវត្តពោធិកសាច់ទូកវត្តស្រឡងទូកវត្តពិតរាំងសៃបង្កោះទូកវត្តបឹងក្រចាប់ថ្មីទូកវត្តឃ្លាំងនិងទូកវត្តអដូងជេកនៅខេត្តពន្លាវកងឯទូកជួជន់ក៏មានច្រើនទូកដែរដូចគាត់ទូកជ្រួយទុំចាស់ទូកចម្ប៉ាវណ្ណារាមជាដើមបាទអរគុណប្រិយមិត្តបានទស្សនាវីដេអូសូមចុច Subscribe ដើម្បីទទួលយកវីដេអូថ្មីសូមជម្រាបលាសូមអរគុណ